តើអ៊ីរ៉ង់ត្រូវវិនិច្ឆ័យហើយមែនទេនៅពេលដែលអាល្លឺម៉ង់បារាំងនិងអង់គ្លេសបានប្រកាសត្រៀមចូលខ្លួនសហការជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដើម្បីវាយគំទេចអ៊ីរ៉ង់ក្រោយពេលដែលអ៊ីរ៉ង់សម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសដោយប្រើមីស៊ីលប៉ាឡេស្ទិកជាមួយនឹងដ្រូនរាប់រយគ្រឿងវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកដែលមាននៅតាមបណ្ដាប្រទេសក្នុងមជ្ឈិមបូព៌ាបានធ្វើឲ្យសង្គ្រាមរីករាលដាលកាន់តែធំការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកបង្កឲ្យមានការបំផ្លាញនិងសម្លាប់មនុស្សអស់ជាច្រើនអ្នកពាក់ព័ន្ធនឹងបញ្ហានេះដែរមហាអំណាចអឺរ៉ុប3ប្រទេសដែលមានដូចជាចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់បានប្រមានចំថាពួកគេនឹងលូកដៃចូលវាយប្រហារអ៊ីរ៉ង់ដែរព្រោះតែអ៊ីរ៉ង់ធ្វើសកម្មភាពដោយមិនញញើតនៅថ្ងៃអាទិត្យទី1ខែមិនិនាឆ្នាំ2026នេះសារព័ត៌មាន BBC បានចុះផ្សាយថាប្រទេសមហាអំណាចទាំង3ខាងលើបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានថ្កោលទោសអ៊ីរ៉ង់ចំពោះការវាយប្រហារមីស៊ីលមិនរើសមុខនិងហួសហេតុលើអ្នកជិតខាងរបស់ខ្លួននាយករដ្ឋមន្ត្រីអង់គ្លេសប្រធានាធិបតីបារាំងនិងអធិការធិបតីអាល្លឺម៉ង់អំពាវនាវឲ្យទីក្រុងតេហេរ៉ង់បញ្ឈប់ការវាយប្រហារជាបន្ទាន់ហើយមេដឹកនាំទាំង3បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍របស់ពួកគេនៅក្នុងតំបន់មជ្ឈិមបូព៌ានេះសូមបញ្ជាក់បន្តិចថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈបន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរបានបរាជ័យការវាយប្រហារពីសំណាក់យោធាអាមេរិកនិងអ៊ីស្រាអែលគឺផ្ដោតលើទីតាំងសំខាន់ៗដូចជាទីតាំងនុយក្លេអ៊ែរឃ្លាំងមីស៊ីលដ្រូននិងទីបញ្ជាការដ្ឋានរបស់ឆ្មាំងបដិវត្តន៍អ៊ីរ៉ង់ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាម៉ាណេទៀតផងជាការសងសឹកវិញអ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រដូចជាប្រទេសបារ៉ែនកាតាគុយវ៉េតសកដានីអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតជាដើមអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ